ប្រិមត្តទូរទស្សនិកជនជាទីគោរពកញ្ញាឯកកម្ពុជា2016 Miss Cambodia 2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំចំណាត់ថ្នាក់លេខ5គឺបានទៅលើបៃខនារីដែលពាក់ស្លាកលេខស្ងាត់មែនលេខម៉ានទៅគឺបានទៅលើបៃខនារីដែលពាក់ស្លាកលេខ4អបអសាទរកញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំចំណាត់ថ្នាក់លេខ5គឺបានទៅលើកញ្ញាឯដែលពាក់ស្លាកលេខ4ឈ្មោះប៉ែនពុនវត្តអបអសាទរជាបន្តសម្រាប់ពានរង្វាន់ចំណាត់ថ្នាក់លេខ4បានទៅលើលោកអ្នកកំពុងតែមានអារម្មណ៍រំភើបរកដួលជាមួយនឹងបៃខនារីបើទោះបីជាប្រិមត្តទូរទស្សនិកជនខ្លះនៅតាមគេដ្ឋានមិនមែនជាសាច់ញាតិបងប្អូនក៏ដោយក៏កំពុងតែអំណរសាទរបន់ស្រន់ឲ្យកញ្ញាឯកនៅក្នុងដួងចិត្តរបស់ពួកគាត់ខ្លាយទៅជាម្ចាស់ពានរង្វាន់នៅក្នុងរាត្រីនេះផងដែរខ្ញុំសូមធ្វើការប្រកាសជូនសម្រាប់កញ្ញាឯកកម្ពុជា2016ចំណាត់ថ្នាក់លេខ4គឺបានទៅលើកញ្ញាឯកដែលពាក់ស្លាកលេខអបអសាទរកញ្ញាឯកដែលពាក់ស្លាកលេខ2អបអសាទរកញ្ញាឯកកម្ពុជា2016ចំណាត់ថ្នាក់លេខ4បានទៅលើកញ្ញាលីណៃស៊ីមសូមសម្លេងស្វាគមន៍ឲ្យខ្លាំងទាំងអស់គ្នាជាថ្មីម្ដងទៀតបាទលោកអ្នកកំពុងតែទស្សនាការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍បាយ័ននិងបន្តការផ្សាយនេះតាមរយៈស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍អប្សរាប៉ុស្តិ៍លេខ11បាទឥឡូវនេះខ្ញុំបានសូមធ្វើការប្រកាសនៅជ័យលាភីបាទ2រូបរួចមកហើយសម្រាប់ចំណាត់ថ្នាក់លេខ5និងចំណាត់ថ្នាក់លេខ4បាទគឺបានទៅលើបាទកញ្ញាឯកដែលពាក់ស្លាកលេខ2លីណៃស៊ីមជាថ្មីម្ដងទៀតប្រិមត្តទូរទស្សនិកជនបាទក៏ដូចជាវត្តមានភ្ញៀវគឺយើងទាំងអស់គ្នានៅទីនេះសូមផ្ដល់ជាសម្លេងស្វាគមន៍ឲ្យខ្លាំងទាំងអស់គ្នាជូនដល់កញ្ញាឯកពាក់ស្លាកលេខ2បាទដោយដែលយើងបានជម្រាបជូនហើយថាសម្រាប់កម្មវិធីកញ្ញាឯកកម្ពុជា2016គឺជាលើកដំបូងនៅក្នុងការចាប់ផ្ដើមស្វែងរកបាទសម្រស់ដ៏ស្រស់ស្អាតរបស់កម្ពុជាយើងបាទសម្រស់កញ្ញាកម្ពុជារបស់យើងអញ្ចឹងនៅវគ្គដំបូងនេះឃើញថាមានការចូលរួមពីបៃខនារីដែលមកពីខេត្តបាត់ដំបងខេត្តកំពង់ចាមខេត្តតាកែវបាទក៏ដូចជាបៃខនារីនៅរាជធានីភ្នំពេញនៅឱកាសក្រោយបាទនៅវគ្គបន្ទាប់ទៀតឆ្នាំក្រោយបើសិនជាមានឱកាសពីកម្មវិធីរបស់យើងធ្វើការស្វែងរកនៅកញ្ញាឯកតាមបណ្ដាខេត្តផ្សេងជាច្រើនទៀតសង្ឃឹមថានឹងទទួលការចូលរួមឲ្យបានច្រើនជាងនេះប្រិមត្តទូរទស្សនិកជនជាទីគោរពខ្ញុំបានសូមធ្វើការស្វែងរកក៏ដូចជាប្រកាសនៅជ័យលាភីជាបន្តកញ្ញាឯកកម្ពុជា2016ចំណាត់ថ្នាក់លេខ3បានទៅលើប្រិមត្តទូរទស្សនិកជនជាទីគោរពសូមចូលរួមអបអរសាទរកញ្ញាឯកកម្ពុជា2016 Miss Cambodia 2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំចំណាត់ថ្នាក់លេខ3គឺបានទៅលើ
កញ្ញាឯងដែលពាក់ស្លាលេខ18អបអសាទរកញ្ញាឯកកម្ពុជា2016ចំណាត់ថ្នាក់លេខ3គឺបានទៅលើកញ្ញាឆៃនីតាសូមចូលរួមអបអសាទរសម្រាប់ការប្រគល់នៅពានរង្វាន់នេះផងដែរក៏មានការផ្ដល់ជូនពីក្រុមហ៊ុនអាកាសចរបាសកាអែរផងដែរនៅពានរង្វាន់បាទខ្សែឈៀងការបំពាក់មកុដរួមទាំងរង្វាន់ផ្សេងទៀតផងដែរសូមជួបរូបអបអរសាទរជាថ្មីម្ដងទៀតប្រិយមិត្តទូរទស្សនិកជនជាទីគោរពនៅសល់បែកខនារីចំនួន7រូបនៅខាងក្រោយដែលកំពុងតែកាន់ដៃគ្នាកំពុងតែស្ដាប់បេះដូងគ្នាតាមរលកធាតុអាកាសតើក្នុងចំណោមកញ្ញាឯកទាំង7នៅខាងក្រោយកញ្ញាឯកណាមួយដែលមានឱកាសទទួលបាននៅចំណាត់ថ្នាក់លេខ3កញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំចំណាត់ថ្នាក់លេខ2គឺបានទៅលើលេខម៉ានបងប្អូនសុំឲ្យលឺតិចលេខម៉ានឲ្យខ្លាំងទៀតអត់លឺសោះប្រិយមិត្តទូរទស្សនិកជនជាទីគោរពចំណាត់ថ្នាក់លេខ2កញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំគឺបានទៅលើកញ្ញាឯកដែលពាក់ស្លាកលេខ12អបអរសាទរកញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំចំណាត់ថ្នាក់លេខ2អែមគុណថងបាទសូមចូលរួមអបអរសាទរបាទដែលពានរង្វាន់នេះគឺទទួលបាននៅការផ្ដល់ជូនពីម្ចាស់ក្រុមហ៊ុនដែលបានឧបត្ថម្ភធំនិងសហការឧបត្ថម្ភហើយធ្វើឲ្យកម្មវិធីរបស់យើងដំណើរការយ៉ាងរលូននៅក្នុងថ្ងៃនេះផងដែរប្រិយមិត្តទូរទស្សនិកជនជាទីគោរពចំណាត់ថ្នាក់លេខ5លេខ4លេខ3លេខ2យើងបានស្វែងរកឃើញហើយនៅសល់តែកញ្ញាឯកកម្ពុជារបស់យើងឆ្នាំ2016ទេតើបានទៅលើកញ្ញាឯករូបណាមួយកញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំចំណាត់ថ្នាក់លេខ1ជ័យលាភីក្នុងកម្មវិធីកញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំបានទៅលើឃើញថាទេសនិកជននៅទីនេះក៏បានបោះប្រយោងមកជាបន្តគឺចង់ឲ្យកញ្ញាឯកក្នុងដួងចិត្តរបស់គាត់មានឱកាសក្រុមមកគាត់កញ្ញាឯកកម្ពុជា2016ចង់ជម្រាបសួរទៅទេសនិកជននៅទីនេះក៏ដូចជានៅតាមគេអដ្ឋានទោះបីជាខ្ញុំមិនបានលើកឃើញអ្នកទាំងអស់គ្នាតែសូមឲ្យអ្នកទាំងអស់គ្នាឆ្លើយជាមួយនឹងខ្ញុំតើកញ្ញាឯកកម្ពុជាលេខប៉ុន្មានដែលមានឱកាសក្រុមមកគាត់កញ្ញាឯកកម្ពុជា2016សូមឆ្លើយលេខម៉ានកញ្ញាឯកកម្ពុជា2016 Miss Cambodia 2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំចំណាត់ថ្នាក់លេខ1ម្ចាស់ជ័យលាភីក្នុងកម្មវិធីកញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំបានទៅលើកញ្ញាឯកដែលពាក់ស្លាលេខ11អបអរសាទរ
កញ្ញាឯកម្ពុជាឆ្នាំ2016នៅគណៈនេះយើងបានស្វែងរកឃើញហើយគឺបានទៅលើកញ្ញាឯដែលពាក់ស្លាកលេខ11 B សូធីរីសូមសម្លេងស្វាគមន៍ឲ្យខ្លាំងមួយទៀតមកលោកស្រីនិងកញ្ញាប្រិមត្តទូរទស្សនិកជនជាទីគោរពសូមសម្លេងស្វាគមន៍ជូនដល់កញ្ញាឯកម្ពុជា2016របស់យើងទាំងអស់គ្នាមួយទៀតឆ្លងកាត់តាមរយៈការចូលរួមការវឹកហាត់អស់រយៈពេលជាច្រើនខែបាទសម្រាប់បែកនារីទាំងអស់បាទក៏បានចំណាយនៅពេលវេលាដ៏មានតម្លៃបាទឃ្លាតឆ្ងាយពីក្រុមគ្រួសារដើម្បីទទួលយកនៅបទពិសោធន៍ថ្មីហើយសង្ឃឹមថាបេក្ខនារីដទៃទៀតដែលមិនមានឱកាសថ្ងៃនេះនឹងមិនអស់សង្ឃឹមហើយក៏ទទួលបាននៅបាទចំណេះដឹងក៏ដូចជាបទពិសោធន៍ថ្មីជាច្រើនទៀតហើយក៏នៅមានឱកាសសម្រាប់កម្មវិធីជាបន្តបន្ទាប់ទៀតនៅក្នុងកម្មវិធីរបស់យើងដែលនឹងមានវគ្គជាបន្តបន្ទាប់ក៏ដូចជាឱកាសនៅក្នុងកម្មវិធីផ្សេងទៀតផងដែរចាគឺពិតជារំភើបដោយនៅក្នុងរាជត្រីក្រមកុដកញ្ញាឯកកម្ពុជាឆ្នាំ2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំគឺយើងបានរកឃើញហើយកញ្ញាឯកនៅក្នុងឆ្នាំ2016គឺបានទៅលើកញ្ញាឯកដែលពាក់ស្លាកលេខ11ចាអរគុណយើងខ្ញុំទាំងគ្នាក៏សូមគ្រប់ថ្នាក់អរគុណដល់គណៈធិបតីនិងភ្ញៀវកិត្តិយសផងដែរចាហើយក៏សូមអរគុណដល់ Title Sponsor ផងអរគុណដល់ Platinum Sponsor សាំងស៊ីល Basaka Air Nagaworld សូមអរគុណដល់ Gold Sponsor Wing Charkit Pizza Company Mojige សូមអរគុណដល់ Silver Sponsors Superfeed WS Stone Paradise Color D Studio សម្អាងការនិង Salon Plus Mac 36 Smart និងអរគុណដល់ Media Sponsors Bayon TV Apsara TV កាសែតកម្ពុជាថ្មីទស្សនបដីសូរិន Visu NRG និងសុបាយបាទហើយជំរាបជូនដល់ប្រិយមិត្តទូរទស្សនិកជនផងដែរថាសម្រាប់កម្មវិធីកញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំគឺរៀបចំដោយ Arise Agencyដូច្នេះសម្រាប់កម្មវិធីរបស់យើងនៅក្នុងគណៈនេះក៏សូមអរគុណជាថ្មីម្ដងទៀតដល់គណៈអធិបតីឯកឧត្តមអ្នកអង្គការលោកជំទាវលោកសេនកញ្ញាប្រិយមិត្តទូរទស្សនិកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់ជូនពរឯកឧត្តមអ្នកអង្គការលោកជំទាវភ្ញៀវកិត្តិយសទាំងអស់ជួបតែសេចក្តីសុខសុភមង្គលសូមឲ្យរកទទួលទានមានបាននិងធ្វើដំណើរត្រឡប់ទៅគេដ្ឋានវិញប្រកបដោយសុវត្ថិភាពគ្រប់គ្នាផងដែរកម្មវិធីកញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំនៅគណៈនេះក៏សូមសន្មតគ្រប់លាហើយចុងក្រោយក៏សូមបង្ហាញជូននៅម្ចាស់ជ័យលាភីនៃកម្មវិធីកញ្ញាឯកកម្ពុជា2016សម្រាប់ព្រះរាជាណាចក្រនៃខ្ញុំដូច្នេះសូមសម្លេងស្វាគមន៍និងជួយនៅពួកគាត់ជាបន្តដោយតទៅអរគុណជម្រាបលា